ប៉ាឲ្យមកជួយខ្ញុំផងពីងប៊ីងតើអ្នកដឹងទេថាអ្នកកំពុងធ្វើអ្វីប៉ាខ្ញុំមិនសូវរឹងមាំទេតើប៉ាអាចរុញវាចុះមកក្រោមបានទេធានអ្នកមិនមានបំណងឲ្យខ្ញុំបើកយន្តហោះទេមែនទេជប់លេងសើចទៀតទៅធាននេះតកតងនឹងសុវត្ថិភាពជីវិតរបស់មនុស្សគ្រប់គ្នាចប់ហើយអ្វីក៏ចប់ដែរទៅធ្វើបុណ្យឲ្យម្ចាស់ឯងទៅតាមពិតទៅប្រធានក្រុមបានផ្ដល់ការណែនាំបែបនេះដល់គាត់វាអាស្រ័យលើអ្នកដើម្បីជួយសង្គ្រោះមនុស្សគ្រប់គ្នាប៉ាឲ្យជឿខ្ញុំចុះឈប់លោកវងយីហៅហេពួកមនុស្សឈួតឲ្យឈប់ទៅរបាយការណ៍ជើងហោះហើរលេខ5236បានបញ្ជូនសញ្ញាអាសន្នអ្វីអមត្រួតពិនិត្យមិនអាចបង្កើតទំនាក់ទំនងធម្មតាជាមួយភាគីម្ខាងទៀតបានទេធ្វើឲ្យប្រសើរឡើងនៅកម្រិតពិភពលោកភ្លាមដាក់មនុស្សគ្រប់គ្នាឲ្យស្ថិតនៅក្នុងដំណាក់កាលអាសន្នខ្ពស់បំផុតត្រូវប្រកាសថាតាក់ទងមកត្រឡប់ទៅកប៉ាល់វិញតាមរយៈសញ្ញាប្រអប់ខ្មៅយន្តហោះមាននរណាម្នាក់ត្រូវបានគេរកឃើញថាកំពុងបញ្ជាយន្តហោះដោយដៃកម្ពស់នេះមិនត្រឹមត្រូវទេយន្តហោះនៅមិនទាន់រួចផុតពីគ្រោះថ្នាក់នៅឡើយទេជួរភ្នំដែលមានព្រៃធ្លាក់ខ្ពស់បំផុតនៅក្នុងប្រទេសមានចម្ងាយ30គីឡូម៉ែត្រទៅមុខវាត្រូវបានគេស្គាល់ថាជាភ្នំព្រៅខំឡងដ៏គ្រោះថ្នាក់មែនហើយប្រសិនបើយើងមិនបង្កើនកម្ពស់ហោះហើររបស់យើងទេវាអាចនាំឲ្យមនុស្សម្នាក់ស្លាប់យកចិត្តទុកដាក់ចំពោះមនុស្សគ្រប់គ្នាប្រមូលផ្ដុំធនធានទាំងអស់ដើម្បីសន្សំ8236បានទទួលពរជ័យពីព្រះឥឡូវនេះយើងអាចសង្គ្រោះខ្លួនឯងបានដោយគ្រាន់តែចូលរួមក្នុងការប្រយុទ្ធប៉ុណ្ណោះជប់សិនអ្នកទាំងអស់គ្នាហេតុអ្វីបានជាអ្នករុញកូនប្រុសរបស់ខ្ញុំកូនប្រុសរបស់អ្នកចង់សម្លាប់យើងខ្ញុំកំពុងហៅមនុស្សគ្រប់គ្នាជប់និយាយរឿងមិនសមហេតុផលទៅខ្ញុំទើបតែត្រូវបានរំខានពេលនេះយន្តហោះមិនបានឡើងដល់កម្ពស់ហោះហើរដែលមានសុវត្ថិភាពទេតើអ្នកគិតថាអ្នកអាចបើកយន្តហោះរបស់យ៉ាងឡងបែបនោះបានទេរើវាយអូទេប្រធានក្រុមបានរួចខ្លួនហើយប្រធានក្រុមឲ្យភ្ញាក់ឡើងមានរឿងដ៏គួរឲ្យរន្ធត់មួយបានកើតឡើងនេះចប់ទាំងស្រុងប្រធានក្រុមឲ្យភ្ញាក់ឡើងស្ថានភាពនេះជារឿងបន្ទាន់ត្រូវតែរក្សាទុកនៅសីតុណ្ហភាពទាប40អង្សាសេពីរដងកូដកម្មប្រតិបត្តិការដោយដៃបោះជំហាន1ឬ2ជំហានទៅមុខរៀនពីភាពអស់កម្លាំងរបស់អ្នកអតីតត្រូវបានបំផ្លាញដោយសេះព្រៃវាមិនមែនដោយសារតែអ្នកទេទាំងនេះគឺជារោគសញ្ញានៃកង្វះអុកស៊ីសែនវាមិនមែនដោយសារតែអ្នកទេអ្នកនិងកូនប្រុសរបស់អ្នកជាអ្នកធ្វើបែបនេះជារបៀបដែលវាកើតឡើងនៅពេលដែលយើងចូលមកកុំធ្វើការចោទប្រកាន់មិនពិតយន្តហោះរបស់យើងហៀបនឹងចូលដល់តំបន់ភ្នំព្រៅឈុនឡុងហើយភ្នំព្រៅឈុនឡុងនោះជាកន្លែងដែលត្រូវបានគេស្គាល់ថាជាសុបិនអាក្រក់របស់អ្នកបើកយន្តហោះគ្រប់រូបប្រសិនបើអ្នកមិនបើកបរក្នុងសេរីល្អទេយន្តហោះនឹងធ្លាក់ចូលទៅក្នុងភ្នំព្រៅអូព្រះជាម្ចាស់ឲ្យនេះពិតជាទីបញ្ចប់មែនសត្រូវនៅលើដីក៏សន្លប់ដែរតើអ្នកណានឹងបើកយន្តហោះតើខ្ញុំនៅទីនេះដើម្បីអ្វីខ្ញុំមានវិធីមួយដើម្បីជួយសង្គ្រោះមនុស្សគ្រប់គ្នាសម្លាញ់ឲ្យតើអ្នកបាននិយាយអ្វីជប់បង្កបញ្ហានៅពេលនេះជារៀងរាល់ថ្ងៃទៅមកឲ្យខ្ញុំពិតជាអាចជួយសង្គ្រោះមនុស្សគ្រប់គ្នាបានផ្លូវនេះដើមឡើយវាគឺជាផ្លូវអាកាសដែលមានរយៈកម្ពស់ខ្ពស់បំផុតនៅក្នុងប្រទេសអ្នកបើកបរយន្តហោះដែលគ្មានបទពិសោធន៍ហោះហើរ10,000 ម៉ោងវានឹងមិនដំណើរការទេប្រហែលជាព្រះបានអនុញ្ញាតឲ្យខ្ញុំត្រឡប់ទៅអាយុ8ឆ្នាំវិញតើមានអ្នកណាអាចជួយសង្គ្រោះមីស៊ីល Dragonfly នេះបានទេខ្ញុំបានប្រមូលផ្ដុំម៉ោងហោះហើរចំនួន 12.000 ម៉ោងតើកន្លែងនេះអាចបែងចែកជា3ថ្នាក់យ៉ាងដូចម្តេចម៉ាស៊ីនដែលបានហោះហើរ Boeing និង Airbus បន្ទាប់ពីឆ្លងកាត់វគ្គបណ្ដុះបណ្ដាលដ៏អាក្រក់មួយបន្ទាប់ពីវគ្គបណ្ដុះបណ្ដាលមួយទៀតខ្លាយជាកាកៅរបស់មនុស្សរាប់មិនអស់អ្នកបើកយន្តហោះដ៏ល្បីល្បាញនិងគួរឲ្យរំភើប1300គីឡូម៉ែត្រទៅដល់គោលដៅមានតែខ្ញុំទេដែលអាចជួយសង្គ្រោះមនុស្សគ្រប់គ្នាតើអ្នកចង់បើកយន្តហោះទេខ្ញុំសូមអង្វរអ្នកអូនសម្លាញ់តូចរបស់បងឲ្យសូមបិទមាត់អូននេះគឺជាអគារ8236សូមឆ្លើយតបនៅពេលទទួលបាននេះគឺជាប៉ុមត្រួតពិនិត្យនេះគឺ8236យើងបានជួបប្រទះនឹងគ្រោះថ្នាក់ចរាចរណ៍នេះគឺ8236យើងបានជួបប្រទះនឹងគ្រោះថ្នាក់ចរាចរណ៍ហេតុអ្វីបានជាវាស្ដាប់ទៅដូចជាសំឡេងរបស់កុមារតើស្ថានភាពបច្ចុប្បន្នរបស់យន្តហោះនេះយ៉ាងម៉េចដែរសូមឆ្លើយតបភ្លាមទោះបីជាអ្នកមិនអាចបើកយន្តហោះបាននៅពេលនេះក៏ដោយតើអ្នកកំពុងនិយាយអ្វីរ៉ាដាបផ្កាយរណបបានរកឃើញថាយន្តហោះបានបាត់បង់ល្បឿនឥឡូវនេះអ្នកបានចូលទៅក្នុងតំបន់ភ្នំព្រៅខុនឡុងហើយប្រសិនបើរឿងនេះនៅតែបន្តយន្តហោះប្រកាសជាធ្លាក់ហើយមនុស្សគ្រប់គ្នានឹងស្លាប់ខ្ញុំដឹងពីការផ្លាស់ប្ដូរបន្ទាប់សញ្ញាទំនាក់ទំនងត្រូវបានរំខានម្ដងទៀតប្រមូលផ្ដុំធនធានទាំងអស់ភ្លាមសូមឲ្យគ្រប់ក្រសួងនិងអង្គភាពទាំងអស់យកចិត្តទុកដាក់ធ្វើឲ្យផែនការឆ្លើយតបក្នុងគ្រាអាសន្នសកម្មយន្តហោះទាំងអស់នៅលើផ្លូវនេះកន្លែងសម្រាប់ជើងហោះហើរ8236បានទទួលហើយមានការការពារនិងការការពារភ្លើងអ្នកបម្រើលើយន្តហោះប្រមូលផ្ដុំគ្នាជាបន្ទាន់រងចាំពេលវេលាដែលបានទទួលឥឡូវនេះគឺជាពេលវេលាបន្ទាន់បំផុតយើងត្រូវតែបង្ហាញពីការធ្វើការជាក្រុមដ៏ល្អបំផុតតែច្រើនធ្វើការងារស្រាលឯកភាពការពីការចុះចតដោយសុវត្ថិភាពរបស់យន្តហោះ8236សូមព្រះប្រទានពរដល់8236ដើម្បីកុំឲ្យមានអ្វីអាក្រក់កើតឡើងចំពោះវា
Tension ជប់លេងហើយនេះពិតជាទីបញ្ចប់មែនខ្ញុំបានឃើញភ្នំដែលមានព្រឺធ្លាក់ភ្នំដែលមានព្រឺធ្លាក់នៅសល់តែប៉ុន្មាននាទីទៀតប៉ុណ្ណោះខ្ញុំខុសពីមុនគ្រួសារយើងទាំងមូលបានចាក់ចេញពីពិភពលោកនេះជាមួយគ្នាល្អណាស់ខ្ញុំមានវិធីមួយដើម្បីជួយសង្គ្រោះមនុស្សគ្រប់គ្នាយើងត្រូវការជំនួយពីអ្នកបន្ទាប់អូព្រះជាម្ចាស់អើយក្មេងកំសាកទាំងនោះអឺតមាត់ផងបើមិនចង់ស្លាប់